អ្វីត្បិតតែយើងមិនអាចចាប់បង្វិលត្រនិចអតីតកាលឲ្យវិលត្រឡប់មកវិញដើម្បីលាតត្រដាងបង្ហាញសហគមន៍អន្តរជាតិឲ្យបានឃើញផ្ទាល់នឹងភ្នែកក៏ដោយក៏យើងនៅតែចងចាំជានិច្ចពីព្រឹត្តិការណ៍ឆ្នាំ1970ពេលដែលពួកអាណានិគមយួនបាននាំគ្នាទៅឡោមព័ទ្ធវត្តបទុមសាគរអ៊ុមិចធ្វើគុតព្រះសង្ឃដុតបំផ្លាញវត្តអារាមដែលជាទីជង្រុកវប្បធម៌របស់ខ្មែរឆេះខ្ទេចខ្ទីអស់គួរឲ្យសង្វេគនឹកចោលចំណោធ្ងោប្រាប់ធម្មជាតិចិត្តមិនចង់គៀតនឹកញៀតស្ដាយជាតិបានគេនឹកភូមិក្រសាំងទិញឆាងអូទាំងអត់ណាយួនប្លន់ណាដីស្រាម៉ែក្រោមរងទឹកខ្លោចផ្សាវត្តបទុមសាគរពោស្រីពោធំសម្បូរប្រាប់ខ្ញុំថាយំប្តឹងព្រៃព្រឹកសាសំដឹងតាមៀងត្រីទួងគួតទ្រងប្តឹងសាមើលអត់ណាសង្ស្នាអាណានិគមយួនបើដាអោកំពុងស្ទៀនវិមានស្រែកខ្ញុំយួនសើចខ្មែរយំប្រគំបទភ្លេងសោកស្ដាយចិត្តសឹកអូមិចយួនពាត់វត្តខ្មែរអន្តរាយយួនអូខ្មែរស្ដាយសម្បត្តិវប្បធម៌ដូនតារំសុកតាដៀវភ្នោអណ្ដងពីបាក់កមាចុងប្រលីតាដៀវស្រក់ទឹកនេត្រាអូមិនប្រាប់ខ្ញុំឲ្យខំជាយាមទឹកសាម៉ែក្រោមមើវាសនាពឹងលើប្រាជ្ញាអ្នកហើយកំពុងស្ទៀនវិមានស្រែកខ្ញុំយួនសើចខ្មែរយំប្រគំបទភ្លេងសោកស្ដាយចិត្តសឹកអូមិនយួនពាត់វត្តខ្មែរអន្តរាយយួនអូខ្មែរស្ដាយសម្បត្តិវប្បធម៌ដូនតារំសុកតាដៀវភ្នោអណ្ដងពីបាក់កមាចុងប្រលីតាដៀវស្រក់ទឹកនេត្រាអូមិនប្រាប់ខ្ញុំឲ្យខំជាយាមទឹកសាម៉ែក្រោមវាសនាពឹងលើប្រាជ្